បើថារមិនបានទេណានេះអញសុកចិត្តទៅបំរើហ្វ្រីតែម្ដងគ្មានប្រាក់ហ៎ណែយកទៅទេមិនក៏មានមនុស្សមកដេកស្ដុកស្ដឹងនៅទីនេះបែបនេះទេប្រហែលជាមានខ្យល់កោហើយក៏មិនដឹងណែឯងមិញដូចជាឃើញមានមនុស្សកំពុងដេកសន្លប់នៅចាំផ្លូវនោះហ៎ហេធ្វើដូចឯងនឹងងាប់បាត់អញ្ចឹងឈប់យំទៅអេតែណាមកណានឹងក្មេងតូចមិនបានមកដើរតាមផ្លូវតែពីរនាក់បែបនេះអត់ខ្លាចប្រុសស្អាតដូចជាបងនេះនាំទៅឋានសួគ៌ទេអី baby នាងតើមានត្រូវកន្លែងណាទេចាមិនអីទេអ្នកនាងមានត្រូវចាំបេះដូងអាតហើយនេះបាននិយាយពីស្អីហ្នឹងរឿងចិត្តធម៌កាលដើមឡើយមានសេដ្ឋីពូះម៉ាញ់ម្នាក់រស់នៅជាមួយនឹងកូនស្រីឈ្មោះរាជិនីនិងអ្នកបម្រើស្រីឈ្មោះនាងអ៊ីតកូនស្រីថ្ងៃនេះពុកគិតថាទៅលេងស្រុកកំណើតពុកមកព្រឹកហើយដល់ល្ងាចពុកគិតថានឹងត្រឡប់មកវិញព្រោះពុកនឹកអ្នកជិតខាងដែលធ្លាប់រស់នៅជាមួយគ្នាកាលពីពុកមិនទាន់មានម៉ែឯងណាណែនាងអ៊ីតកុំភ្លេចជួយមើលកូនអ៊ំផងណាអ៊ំទៅមកព្រឹកទេថ្ងៃជ្រេនតិចអ៊ំនឹងត្រឡប់មកវិញហើយចាពុកតែនាងពុកទៅតែម្នាក់ឯងទេមែនទេត្រូវហើយបើមិនទៅម្នាក់ឯងទៅជាមួយអ្នកណាទៀតកូនក៏ដឹងស្រាប់ហើយរាល់ថ្ងៃយើងនៅតែ3នាក់នឹងតែកូនបារម្ភពីពុកណាស់ព្រោះពុកក៏ចាស់ណាស់ហើយដែរហើយទៅស្រុកធ្វើដំណើរកាត់ព្រៃកាត់វាលដល់ថ្មជើងបែបនេះខ្លាចក្រែងលោកត្រូវឲ្យលោកអ៊ំដែលម្នាក់ឯងមិនសូវទុកចិត្តទេមិនអីទេកុំគិតច្រើនអីណាកូនពុកទៅមកព្រឹកទេកុំទៅគិតអីច្រើនពេកកូនចេះតែបារម្ភទៅនឹងណាពុកស្រុកទេឥឡូវមិនសូវជាសុវត្ថិភាពដូចមុនទេហើយណាមួយកូនឃើញពុកកាន់តែចាស់ណាស់ហើយដើរទៅខ្លាចមានខ្យល់កោខ្យល់អីចឹងទៅមើលមិនឃើញទេពុកត្រូវហើយលោកអ៊ំណែកុំទៅគិតច្រើនពុកទៅសិនហើយណាមើលផ្ទះសម្បែងផងហើយនាងអ៊ីតកុំភ្លេចជួយមើលអ្នកស្រីឯងផងណាចាអ៊ំប្រុសណែអាសុកអញល្បីថាសេដ្ឋីពូះម៉ែនេះសម្បូរទ្រព្យណាស់វើយមិនត្រឹមតែប៉ុណ្ណោះគាត់មានកូនស្រីដ៏ស្រស់ស្អាតទៀតផងណាអញក៏ឆ្ងល់ដែរវើយមានមាសប្រាក់ច្រើនម្លឹងហើយមិនក៏មិនព្រមរកអ្នកបម្រើណាម្នាក់មកជួយមើលជួយថែគាត់ទៅណោះបើថារកមិនបានទេណានេះអញសុកចិត្តទៅបម្រើហ្វ្រីតែម្ដងអញជ្រេញណាស់ហើយយកឯងទៅបម្រើដូចយកទៅបំផ្លាញវិញទៅវាសមយ៉ាអានេះគ្នាបានត្រឹមតែឃើញមុខកូនស្រីសេដ្ឋីនឹងណាក៏អស់ចិត្តដែរនៅគិតវែងឆ្ងាយនឹងអស់ឱកាសឥឡូវអើយមិនទាន់មានមនុស្សតោះឈប់សិនតាកញ្ចាស់ណែពួកឯងជាណាហើយចង់ធ្វើអីយើងជាចៅព្រៃនៅទីនេះឆាប់ឲ្យមាសប្រាក់មកយើងភ្លាមមកបើមិនដូចឆ្នោតទេយើងគ្មានប្រាក់ទេឯងឆាប់ចេញទៅគ្មានប្រាក់ណែយកទៅណែអាសុកនៅលើខ្លួនវាដូចជាគ្មានអីទេងាប់ហើយសេដ្ឋីនេះពិតជាកំរីមែនឯងខំតែសម័យថាប្លន់សេដ្ឋីបានមាសច្រើនឥឡូវស្ពៃតោះកុំនៅយូរអីឆាប់ចេញពីទីនេះទៅក្រែងមានគេមកឃើញតោះថ្ងៃនេះពិតជាសយមែនវើយក្រោយពីលោកសេដ្ឋីត្រូវក្រុមចៅវាយសន្លប់ហើយភ្លាមនោះស្រាប់តែមានយាយចាស់ម្នាក់ដើរមកកាត់ទីនោះឃើញសេដ្ឋីកំពុងដេកស្ដុកស្ដឹងតែម្នាក់ឯងតែដោយសារតែគាត់ចាស់ជរាគ្មានកម្លាំងគាត់ក៏សម្រេចចិត្តធ្វើដំណើរបន្តទៅមុខទៀតទេមិនក៏មានមនុស្សមកដេកស្ដុកស្ដឹងនៅទីនេះបែបនេះទេប្រហែលជាមានខ្យល់កោហើយក៏មិនដឹងហើយតែខ្ញុំមិនអាចជួយអ្វីបានទេខ្លួនចាស់បែបនេះគ្រាមិននឹងកើតទៅមានតែឲ្យគេមកជួយហើយទៅបាន
បន្ទាប់ពីការចាក់ចេញរបស់យាយអឿនមិនយូរប៉ុន្មានស្រាប់តែមានប្តីប្រពន្ធ2នាក់មកយ៉ាងលឿនដែលមានសភាពប្រញាប់ប្រញាល់ខ្លាំងមកឆ្លងកាត់ទីនោះហើយឃើញលោកសេដ្ឋីកំពុងសន្លប់តែដោយសារប្រញាប់ខ្លាំងពេកធ្វើឲ្យគាត់មិនអាចទៅជួយលោកសេដ្ឋីបានឡើយគាត់ក៏ប្រញាប់បរទេះចាក់ចេញពីទីនោះទៅណែឯងមិញដូចជាឃើញមានមនុស្សកំពុងដេកសន្លប់នៅចាមផ្លូវនោះហ៎ចាអ្នកខ្ញុំក៏ឃើញដូចគ្នាដែរមិនដឹងជានរណាគេទេមកដេកនៅទីនោះខ្ញុំគិតទៅជួយមើលគេបន្តិចសិនមិនបាច់ទេអ្នកយើងមកផុតរៀងឆ្ងាយដែរហើយនឹងណាមួយប្រញាប់យកបន្លែទៅឲ្យម៉ួយនៅឯភូមិផងទៅមិនទាន់ខ្លាចគេខឹងយើងទៀតដាច់ម៉ួយដាច់អីអស់ឥឡូវហើយអញ្ចឹងក៏អញ្ចឹងទៅហុយសេដ្ឋីអាភ័ព្វគេងលើចិញ្ចើមផ្លូវស្ដុកស្ដឹងតែម្នាក់ឯងគ្មាននរណាចាប់អារម្មណ៍ជួយឡើយពេលកន្លងមកមិនយូរស្រាប់តែមានបរិសុទ្ធជំទង់ម្នាក់ឈ្មោះបុតមានធុរៈនៅខាងក្រៅក៏បានធ្វើដំណើរដោយថ្មើរជើងមកកាត់ទីនេះយីចុះនរណាគេមកគេងស្ដុកស្ដឹងនៅទីនេះមើលទៅប្រហែលជាមានក្រុមចោរប្លន់មាសប្រាក់គាត់ទេដឹងប្រហែលហើយមើលទៅមើលទៅសាច់ឈាមលោកដូចមិនមែនជាអ្នកក្រខ្សត់ធនធានទេណាស់ហើយខ្ញុំមានតែលើកគ្រាលោកទៅរកផ្ទះអ្នកស្រុកនៅជិតនេះក្រែងជួយគក់ច្បាច់លោកឲ្យបានធូរស្រាលនិងដឹងខ្លួនវិញអ្នកនាងខ្ញុំគិតថាអ្នកនាងមិនគួរណាបណ្ដោយឲ្យលោកអ៊ំទៅណាមកណាតែម្នាក់ឯងបែបនេះទេហើយខ្ញុំប្រាប់គាត់ដែរតែមិនដឹងដោះស្រាយយ៉ាងម៉េចព្រោះគាត់ចង់ទៅលេងស្រុកកំណើតម្ដងខ្ញុំគិតថាអ្នកនាងគួរតែឲ្យលោកអ៊ំរកមនុស្សប្រុសណាម្នាក់ដែលល្អហើយអាចទុកចិត្តបានមកជួយមើលថែបម្រើគាត់ទៅហើយណាមួយនៅក្នុងផ្ទះយើងមានមនុស្សប្រុសតែអ៊ំម្នាក់ហ្នឹងពេលមានបញ្ហាអីគឺពិបាកណាស់មិនយូរប៉ុន្មានការធ្វើដំណើររបស់ប្រុសបុត្រដែលគ្រាលោកសេដ្ឋីក៏បានមកដល់ខ្ទមចាស់មួយមានមនុស្សនៅទេម្ចាស់ផ្ទះមានអ្នកនៅអត់នឹងភ្លាមនោះស្រាប់តែមានស្ត្រីម្ចាស់ខ្ទមម្នាក់ឈ្មោះមីណេតក៏ចេញមកពីក្នុងខ្ទមមានអ្នកណាមករកអីហ្នឹងហាណែតើគាត់កើតស្អីហ្នឹងបានជាសន្លប់មិនដឹងខ្លួនបែបនេះខ្ញុំមិនដឹងដែរនឹងណាមីងដើរតាមផ្លូវឃើញគាត់សន្លប់នៅតាមផ្លូវបែបនេះក៏ជួយគក់ច្បាច់ឲ្យគាត់បន្តិចទៅណាមីងក្រែងលោកគាត់បានដឹងខ្លួនតោះមើលគ្រាគាត់ចូលក្នុងខ្ទមមកបាទមីងអរគុណណាស់ណែមិនអីទេយើងសពតែជាមនុស្សដូចគ្នាគឺត្រូវជួយគ្នាអញ្ចឹងហើយមកដើរតាមមីងមកចូលក្នុងមកអ៊ំប្រុសម្នាក់នេះមើលទៅដូចជាត្រូវមានគេវាយដំអ្វីមិនដឹងទេប្រហែលជាក្រុមចៅវាយយកមាសប្រាក់គាត់ទេដឹងព្រោះនៅតាមផ្លូវកាត់ព្រៃនោះស្ងាត់ណាស់លោកអ៊ំម្នាក់នេះមើលទៅដូចជាមនុស្សមានទ្រព្យមានយសស័ក្តិមិនធម្មតាដូចមនុស្សទូទៅទេតែឆ្ងល់ដែរមិនក៏គាត់ដើរតែម្នាក់ឯងបែបនេះណោះត្រូវហើយនេះប្រហែលជាគាត់មានធរៈទៅណាហើយបានជាគាត់ដើរកាត់ទីនោះណែអញ្ចឹងខ្ញុំសូមផ្ញើអ្នកមីងជួយមើលគាត់ផងណាព្រោះខ្ញុំក៏ប្រញាប់ដែរខ្ញុំមានធរៈទៅខាងក្រៅបន្តិចទៅចុះក្មួយមិនអីទេចាំមីងនៅជួយមើលគាត់ឲ្យបាទខ្ញុំអរគុណអ្នកមីងច្រើនហើយឥឡូវខ្ញុំលាមីងទៅសិនហើយណាទៅចុះក្មួយសុខសប្បាយណាស់ក្មួយហេតុអីថ្ងៃនេះខ្ញុំចេះតែញាក់ភ្នែកខុសពីធម្មតាបែបនេះតែក្រែងលោថ្ងៃនេះហេងមានបរិសសង្ហាមកចង់ចែជើឬក៏លួចស្លាញ់អ្នកនាងទេដឹងឯងនិយាយស្អីហ្នឹងខ្ញុំបារម្ភពីលោកពុកខ្លាំងណាស់ខ្លាចតែលោកពុកគាត់មានរឿងអីកើតឡើងទេលោកដឹងខ្លួនវិញហើយនេះតើខ្ញុំនៅទីណាហ៎ណែងើបឲ្យស្រួលបួលណាប្រយ័ត្នឈឺមុខរបួសតើខ្ញុំនៅទីណានឹងហេតុអីបានជាខ្ញុំមកដល់ទីនេះណែគឺមានបរិសុទ្ធចំទង់ម្នាក់គ្រាលោកដែលកំពុងតែសន្លប់មិនដឹងខ្លួនមកទីនេះរួចចុះលោកមានរឿងអីកើតឡើងទៅបានជាមានសភាពបែបនេះត្រូវហើយគឺខ្ញុំដើរកាត់ព្រៃតាមផ្លូវថាទៅលេងស្រុកកំណើតតែជាចៃដន្យអីមកជួបហេតុការណ៍ដោយមានចៅ2នាក់មកប្លន់យកទ្រព្យពីខ្ញុំតែចៃដន្យអីខ្ញុំមិនបានយករបស់អីមកតាមខ្លួនទេ
សំណាងហើយដែលមានបរោះនោះដើរមកឃើញកុំអីមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេ រួចចុះបរោះនោះគេទៅណាហើយ គឺគេបានចេញតែមុននេះរៀងយូរបន្តិចហើយគេថាគេមានធរៈបញ្ញាប់នៅខាងក្រៅគេផ្ដាំខ្ញុំឲ្យជួយមើលលោកផងគេពិតជាក្មេងសុភាពរៀបសារណាស់ បើជានិស័យគង់តែបានជួបគ្នានៅថ្ងៃណាមួយមិនខានទេ ថ្ងៃរៀងជ្រេទៅហើយពុកមិនទាន់ឃើញមកវិញទៀតប្រហែលជាគាត់នៅជាប់និយាយលេងជាមួយអ្នកស្រុកគាត់ហើយណាមួយគាត់ខាន់ទៅលេងស្រុកយូរដែរហើយប្រហែលជាទៅលើកនេះរៀងយូរបន្តិចហើយអ្នកនាង ណែខ្ញុំអរគុណអ្នកហើយដែលបានជួយខ្ញុំឥឡូវនេះថ្ងៃក៏រសៀលជ្រេហើយដែរខ្ញុំគិតថារសុំលាអ្នកទៅវិញសិនហើយណាព្រោះទុកកូនស្រីនៅឯផ្ទះផង កុំចេះតែដើរចោលអ្នកផ្ទះបែបនេះអីស្រុកទេឥឡូវសម្បូរណាស់អារឿងឆក់ប្លន់កាប់សម្លាប់គ្នានឹងបញ្ញាប់ទៅចោះចាកុំឲ្យយូរពេលខ្លាចប្រពន្ធកូនចាំនៅផ្ទះចាំផ្លូវ បាទណែសពថ្ងៃខ្ញុំគ្មានប្រពន្ធទេចាប់តាំងពីម៉ែវាចែកឋានទៅនៅសល់តែ2នាក់កូននិងអ្នកបម្រើស្រីម្នាក់តែប៉ុណ្ណោះ ណែគួរទៅរកអ្នកបម្រើប្រុសណាម្នាក់ដែលអាចទុកចិត្តបានមកជួយមើលថែទៅការពារទៅថ្ងៃមុខក្រែងលោពិបាកអីណា បាទមិនអីទេណែខ្ញុំរលាអ្នកសិនហើយណា ចាទៅចុះប្រយ័ត្នប្រយែងតាមផ្លូវផងណាលោក បាទអរគុណណាស់ ណោលោកអមមកវិញហើយអ្នកនាង លោកសថីដឹងទេអ្នកនាងរងចាំមើលផ្លូវលោកសថីចាំដូចម៉ែមកពីផ្សារអញ្ចឹង ហើយពុកមិនបានជាដកដង្ហើមវិញម្លេះប្រហែលជាលោកអ៊ំគាត់ដើរផ្លូវឆ្ងាយហត់ទេដឹងពុកតើពុកទៅលេងស្រុកសប្បាយឬអត់ អត់ទេកូន ហាមិនអញ្ចឹងលោកអ៊ំ ហើយសបាយអីមានបានទៅដល់ស្រុកឯណា ថាម៉េចពុកពុកមានកាត់អីមែនទេឬក៏ ពេលពុកធ្វើដំណើរតាមផ្លូវមានក្រុមចៅ2នាក់វាមកវាយពុកយកប្រាក់ហើយពុកក៏សន្លប់មិនដឹងខ្លួន ពុកថាម៉េចអូយលោកអ៊ំចាប់ពុកមានត្រូវកន្លែងណាខ្លះទៅ ពុកមិនអីទេកុំយំអី មិនឲ្យយំចាំម៉េចពុកគាត់បារម្ភពីពុកខ្លាំងណាស់អត់ពីម៉ែម្នាក់ហើយគាត់មិនអាចអត់ពុកម្នាក់ទៀតទេបើអត់ពីពុកតើឲ្យកូនទ្រោះនៅពឹងអ្នកណាទៀតទៅត្រូវហើយលោកអ៊ំរាល់ថ្ងៃនៅផ្ទះមានប្រុសតែលោកអ៊ំម្នាក់ទេបើអត់ពីអ៊ំទៀតតើឲ្យអ្នកនាងរស់នៅយ៉ាងម៉េចទៅ ហេធ្វើដូចឯងនឹងងាប់បាត់អញ្ចឹងឈប់យំទៅពុកមិនទៅណាចោលកូនទេពុកនៅនឹងមុខកូនហែងតើបានហើយឈប់យំទៅកូន ចាប់ពុកបានអ្នកណាជួយទៅបានជាដឹងខ្លួនដើរមកដល់ផ្ទះបែបនេះ ពេលដែលពុកភ្ញាក់ដឹងខ្លួនគឺនៅក្នុងខ្ទមរបស់អ្នកមីងម្នាក់គាត់កំពុងតែជួយមើលពុកតែឮគាត់និយាយថាមានមនុស្សប្រុសម្នាក់ជាអ្នកគ្រាពុកយកមកដល់ខ្ទមនោះហើយក៏ផ្ដាំឲ្យជួយមើលពុកផងរួចគេក៏ប្រញាប់ទៅបាត់ទៅព្រោះគេមានធរៈបន្ទាន់នៅខាងក្រៅ អូយតើបរោះនោះជាអ្នកណាទៅណោះបានជាមានទឹកចិត្តល្អយ៉ាងនេះពុកកូនគិតថាពុកគួរទៅរកអ្នកបម្រើប្រុសណាម្នាក់មកជួយសម្រួលបន្ទុកការងារពុកខ្លះទៅឥឡូវពុកកាន់តែចាស់ណាស់ហើយ មិនដឹងថាទៅរកឯណាទេយើងរកគេឲ្យមកធ្វើការនៅផ្ទះយើងវាមិនស្រួលដូចគេស្ម័គ្រចិត្តចង់មកធ្វើការដោយខ្លួនឯងទេណាកូន លោកអ៊ំខ្ញុំគិតថាបើបានបរោះដែលបានជួយអ៊ំមកជួយការងារអ៊ំពេលនេះមិនដឹងជាល្អប៉ុណ្ណាទេ កុំទៅគិតច្រើនពេកមាននិស្ស័យគង់តែបានជួបមនុស្សល្អទេតោះរៀបចំបាយឲ្យពុកបន្តិចមកពុកដូចជាឃ្លានហើយ ចាអ៊ំខ្ញុំទៅរៀបចំបាយម្ហូបសិនបងអ៊ីតថ្ងៃនេះខ្ញុំចង់ទៅផ្សាររកទិញសម្ភារៈប្រើប្រាស់គ្រឿងក្រអូបព្រោះឥឡូវខ្ញុំប្រើចិត្តអស់ហើយចាអ្នកនាង នៅតាមផ្លូវនាងរាជិនីបានដើរមកជួបក្រុមចៅដែលប្លន់ឲ្យពុកនាងកាលពីម្សិលមិញ
ទៅណាមកណានឹងក្មេងតូចមិនបានមកដើរតាមផ្លូវតែពីរអ្នកបែបនេះអត់ខ្លាចប្រុសស្អាតដូចជាបងនេះនាំទៅឋានសួគ៌ទេអី baby អើយណែពួកឯងចង់ធ្វើអីអ្នកនាងយើងហា អេហើយចុះបើឯងយកទៅឋានសួគ៌ហើយចុះឯងនាំយកទៅណា ណែឯងនាំយកទៅឋានសួគ៌វាយូរណាស់ទុកឲ្យអញមុនអញមានតែនៅក្បែរភ្លឺស្រែនឹងហើយវើយ ណែពួកឯងនិយាយស្អីតើឯងចង់បានអីពីយើងហា បងមានធ្វើអីនៅស្ងៀមទៅនាងតូចបើមិនចង់ឈឺខ្លួនព្រមតាមសម្រួលទៅ ឯងកុំចូលមកណាអើយ ហឺនៅស្ងៀមឈប់ភ្លាមហើយឯងជាណាមិនបានជាសម្ដីធំយ៉ាងនេះអត់ស្គាល់អ្នកធំអ្នកតូចទេអីហ៎បើមិនចង់ឈឺសាច់ឆាប់ចេញឲ្យឆ្ងាយពីមុខយើងភ្លាមទៅបើឯងចង់សុខខ្លួនមុននឹងចេញពីទីនេះតលតែរំលងសារសពពួកឯងទាំងពីរអ្នកនឹងសិនយើណែយកទៅហិចហិចអាយ៉ាអូនេះអាសុកតោះយើងនៅបានទេចាំអីទៀតផ្ញើទុកសិនចុះវើយហើយទៅអើយ អ្នកនាងមានបរិះជិះសេះសោះមកជួយអ្នកនាងហើយបងអ៊ីតបងឯងនិយាយស្អី អ្នកនាងតើមានត្រូវកន្លែងណាទេ ចាមិនអីទេអ្នកនាងមានត្រូវចាំបេះដូងអាតហើយណែបងនិយាយពីស្អីហ្នឹងណែថ្ងៃក្រោយកុំដើរទៅពីអ្នកអញ្ចឹងអីណាផ្លូវនេះស្ងាត់ណាស់ហើយចុះអ្នកទាំងពីរអញ្ជើញទៅណាមកណាដែរចាខ្ញុំនឹងបងអ៊ីតថាចង់ទៅផ្សាររកទិញសម្ភារៈប្រើប្រាស់នឹងណាតែបែរជាមកជួបរឿងបែបនេះទៅវិញរត់ចុះបងឈ្មោះអីហើយអញ្ជើញទៅណាដែរបាទខ្ញុំឈ្មោះបុតខ្ញុំថាចង់ទៅរកការងារធ្វើគ្រាន់បានប្រាក់ខ្លះយកមកទិញកទុកចិញ្ចឹមកាពះអូយត្រូវមកហើយបងប្រុសលោកអ៊ំណាកំពុងតែចង់រកអ្នកបម្រើប្រុសម្នាក់ដែលមានសមត្ថភាពដូចបងអញ្ចឹងព្រោះនៅក្នុងផ្ទះមានតែខ្ញុំអ្នកនាងនិងលោកអ៊ំតែប៉ុណ្ណោះដូច្នេះហើយទើបគាត់ចង់បានមនុស្សប្រុសម្នាក់មកជួយជាដៃជាជើងសម្រាប់ជំនួសគាត់នឹងណាតើបងអាចធ្វើទេបាទដើម្បីកាពះខ្ញុំព្រមធ្វើទាំងអស់ឲ្យតែការងារនោះជាការងារស្របច្បាប់មិនទៅកេងប្រវ័ញ្ចនិងកាប់សម្លាប់អ្នកដទៃអ្នកនាងតែយើងគិតធ្វើយ៉ាងម៉េចឥឡូវនេះខ្ញុំគិតថាឲ្យបងប្រុសជូនទៅទិញអីហើយរួចហើយចាំយើងទៅផ្ទះវិញបងគិតយ៉ាងម៉េចដែរបាទមិនអីទេតើអញ្ចឹងក្រោយពីបាននិយាយគ្នាចប់ប្រុសបុតបាននាំអ្នកទាំងពីរទៅផ្សារទិញអីវ៉ាន់រួចក៏ត្រឡប់ទៅផ្ទះវិញពុកខ្ញុំមកពីផ្សារវិញហើយជំរាបសួរអ៊ំប្រុសម្នាក់នេះដូចជាសន្លប់កាលពីម្សិលមិញលើកដៃថ្វាយព្រះក្មួយពុកម្នាក់នេះគាត់ជាបងបុតដែលបានជួយកូនពេលដែលកូនដើរទៅផ្សារជួយរឿងអីកូនឯងទាំងពីរមានរឿងអីគឺពេលដែលកូនដើរតាមផ្លូវមិនដឹងជាមានមនុស្សរកចិត្តមកពីណាពីណីទេប្រងមកធ្វើអីផ្ដេសផ្ដាស់មកលើកូនតែចៃដន្យបានបងបុតម្នាក់នេះជួយកូនតាន់អ៊ំអរគុណក្មួយច្រើនណាស់ដែលបានជួយកូនស្រីអ៊ំបាទមិនអីទេអ៊ំទីពីថ្ងៃនេះដូចជាសួយម្លេះម្សិលមិញឯងមានរឿងមកសារហើយឥឡូវមកជួបកូនស្រីឯងទៀតកូនឯងទៅណាមកណាត្រូវចេះប្រយ័ត្នខ្លួនផងនេះចេះបានក្មួយប្រុសនេះមកតន់កុំអីដោយពុកកាលពីម្សិលមិញអញ្ចឹងត្រូវអាពួកចៅនោះវាយសន្លប់តាមផ្លូវគឺអ៊ំម្នាក់នឹងតាបើគុំតបានក្មេងប្រុសនោះជួយគ្រាតន់កុំអីលែងបានឃើញមុខកូនបាត់ទៅហើយតាមពិតមនុស្សដែលសន្លប់តាមផ្លូវកាលពីម្សិលមិញគឺអ៊ំប្រុសមែនទេត្រូវហើយអ្នកដែលជួយគ្រាអ៊ំទៅខ្ទមនោះគឺជាខ្ញុំថាម៉េចគឺជាលោកអីអូយអ្នកនាងត្រូវហើយខ្ញុំបានគ្រាអ៊ំទៅខ្ទមចាស់មួយដែលមានស្ត្រីម្នាក់គាត់នៅទីនោះហើយខ្ញុំផ្ញើគាត់ឲ្យជួយមើលអ៊ំផងខ្ញុំមានធរៈនៅខាងក្រៅបញ្ញាំអ៊ំពិតជាអរគុណក្មួយណាស់ដែលបានជួយអ៊ំនិងកូនស្រីអ៊ំឲ្យរួចផុតពីរឿងទាំងអស់នេះឥឡូវចេះចុះអ៊ំក៏វ័យកាន់តែចាស់ណាស់ហើយដែរហើយកូនក៏មុំអ៊ំគេក៏ធំពេញរូបពេញរាងអ៊ំគិតថាចង់ផ្សំផ្គុំនាងឲ្យឯងធ្វើជាប្តីប្រពន្ធនឹងគ្នាព្រោះមើលទៅក្មួយគឺជាមនុស្សល្អ
ទៀងត្រង់ហើយរឹងមាំទៀតអាចជាទីពឹងពាក់បានតើឯងគិតយ៉ាងណាណែ យល់ព្រមទៅបងបុតឱកាសល្អមកដល់ហើយណា បាទខ្ញុំយល់ព្រមខ្ញុំសូមអរគុណអ៊ំដែលមិនរើសអើងខ្ញុំបែបនេះខ្ញុំសន្យាថានឹងមើលថែក្រុមគ្រួសាររបស់យើងឲ្យមានភាពរីកចម្រើននិងមានសុភមង្គលចាប់ពីពេលនោះមកគ្រួសារលោកសេដ្ឋីរស់នៅប្រកបដោយសុភមង្គលអំពើល្អវានឹងហុចផលឲ្យអ្នកជាក់ជាមិនខានទោះមិនបានពេលនេះវាគង់តែបាននៅពេលក្រោយ